ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាពីវីដេអូមួយដែលខ្ញុំបានសង្កេតនឹងតាមដានជីវិតត្រីនៅក្នុងទឹកហើយក៏កើតជាសំណួរមួយដ៏គួរឲ្យចង់ដឹងថាតើត្រីអាចចងចាំសាច់ញាតិឬឪពុកម្ដាយរបស់វាបានដែរឬទេសូមពុកម៉ែបងប្អូនជួយចុច follow page ដានជើងដើម្បីទទួលបានវីដេអូថ្មីៗនៅមុនគេមុននឹងឈានទៅកាន់ចម្លើយទាំងអស់នោះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលពីការចម្អិនម្ហូបបែបសាមញ្ញតែពោរពេញដោយបរិយាកាសធម្មជាតិជាមុនសិនថ្ងៃនេះខ្ញុំបានយកបន្លែសាច់ប្រហិតនិងមីកូរ៉ូណូមីហឹល7កម្រិតមកចម្អិនញ៉ាំនៅកណ្ដាលធម្មជាតិព្រៃភ្នំរសជាតិហឹរឆ្ងាញ់ខ្លាំងនិងមិនចាញ់មីនៅតាមហាងនោះទេហើយចំពោះវិធីចម្អិនមីកូរ៉ូណូមីហឹល7កម្រិតវិញក៏ស្រួលនិងងាយបំផុតដែរគ្រាន់តែដាំទឹកប្រហែល450មីលីលីត្រឲ្យពុះរួចហែកមីដាក់ចូលបន្ទាប់មកលាយគ្រឿងទេសបន្លែស្ងួតនិងម្សៅម្ទេសហឹរចូលទៅក្នុងឆ្នាំងចង់ថែមសាច់បន្លែឬក៏ប្រហិតទៅតាមចំណង់ចំណូលចិត្តបានរួចចម្អិនលើភ្លើងបន្ថែមប្រហែល4នាទីគឺទទួលទានបានហើយចំណែកកម្រិតហឹរក៏អាចថែមទៅតាមអ្វីដែលខ្លួនចូលចិត្តបានផងដែរមិនថាការដើរព្រៃឡើងភ្នំបោះតង់ឬក៏នៅតាមផ្ទះនោះទេមីកូរ៉ូណូមីហឹល7កម្រិតមានទាំងកំប៉ុងមានទាំងកញ្ចប់ពិតជាជួយផ្ដល់ភាពងាយស្រួលនិងផ្ដល់រសជាតិឆ្ងាញ់ខ្លាំងមែនទែនគ្រាន់តែចម្អិនមីរួចភ្លាមក្រុមការងារដែលស្ទួយត្រីក៏ត្រឡប់មកដល់ល្មមនិយាយមែនឆ្ងាញ់ខ្លាំងមិនសាក់មិនដឹងរសជាតិដិតសរសៃមីទន់ស្វិតល្អឥឡូវនេះត្រឡប់មកស្វែងយល់ពីជីវិតត្រីទាំងអស់គ្នាត្រីភាគច្រើនមានរបៀបរស់នៅខុសៗគ្នាពីមនុស្សនិងសត្វនៅលើគោកខ្លាំងមែនទែនក្រោយពេលបង្កើតកូនរួចត្រីភាគច្រើនមិនរស់ជាគ្រួសារដូចមនុស្សនោះទេតើកូនត្រីរស់នៅដោយរបៀបណាត្រីជាច្រើនដាក់ពងរាប់រយឬរាប់ពាន់គ្រាប់នៅក្នុងទឹកក្រោយដាក់ពងរួចត្រីយីនិងត្រីឈ្មោលភាគច្រើនក៏ហែកចេញទៅបាតនិងទុកពងឲ្យញាស់ដោយខ្លួនឯងនៅពេលដែលកូនត្រីញាស់ចេញមកដំបូងវាចាប់ផ្ដើមស៊ីអាហារពីថង់តូចៗនៅក្នុងពោះដែលគេហៅថាយកសាក់បន្ទាប់មកវាចាប់ផ្ដើមចេះហែទៅរកប្លង់តុងនិងអាហារតូចៗដោយខ្លួនឯងវាមិនមានអ្នកបង្រៀនដោយមនុស្សនោះទេគ្រប់យ៉ាងគឺអាស្រ័យទៅលើសភាវគតិរស់រានមានជីវិតរបស់ត្រីដោយសារផ្ទៃទឹកធំធេងនិងចរន្តទឹកហូរខ្លាំងកូនត្រីជាច្រើនត្រូវបាននាំទៅឆ្ងាយហើយមានតែភាគតិចប៉ុណ្ណោះដែលអាចរស់នៅដល់វ័យធំបានតើត្រីចងចាំមុខកូនឬសាច់ញាតិរបស់វាបានដែរឬទេភាគច្រើនគឺមិនអាចចាំបាននោះទេត្រីមិនមានការសម្គាល់មុខដូចមនុស្សឬក៏ដូចសត្វបំបៅដោះកូនឡើយប៉ុន្តែវាអាចស្គាល់តាមរយៈក្លិនសម្លេងរំញ័រទីតាំងសម្បុកឬក៏បរិយាកាសជុំវិញមានត្រីខ្លះទៀតដូចជា clownfish ឬក៏ cichlid អាចស្គាល់កូននៅជិតសម្បុករបស់វានិងការពារពួកវាយ៉ាងខ្លាំងតើត្រីមានទំនួលខុសត្រូវលើកូនដែរឬទេចម្លើយគឺអាស្រ័យទៅលើប្រភេទត្រីភាគច្រើនដាក់ពងហើយក៏ចេញទៅបាតខ្លះសូម្បីតែពងឬក៏កូនខ្លួនឯងក៏វាហ៊ានស៊ីដែរព្រោះធម្មជាតិរបស់វាបង្កើតកូនមកច្រើនដើម្បីឲ្យកូនខ្លះអាចរស់បានប៉ុន្តែប្រភេទត្រីខ្លះទៀតគឺជាឪពុកម្ដាយការពារកូនយ៉ាងខ្លាំងដែល clownfish ការពារពងយ៉ាងសកម្មចំណែក cichlid លាក់កូននៅក្នុងមាត់ចំណែក sesame គឺជាសត្វឈ្មោលដែលជាអ្នកពពោះនិងជាអ្នកបង្កើតកូនជំនួសញីទៅវិញក្នុងមហាសាគរដ៏ធំធេងបែបនេះតើត្រីអាចជួបកូនរបស់វាបានដែរឬទេភាគច្រើនគឺមិនអាចជួបវិញនោះទេក្រោយពេលកូនត្រីហែកចេញទៅជីវិតរបស់វាគឺជាការផ្សងព្រេងដោយខ្លួនឯងប៉ុន្តែមានត្រីខ្លះដែលអស្ចារ្យខ្លាំងមែនទែនដូចជាត្រី salmon ដែលវាអាចហែត្រឡប់ពីសមុទ្រមកកាន់ទន្លេកំណើតវិញបានដោយប្រើក្លិនទឹកដែលវាចងចាំតាំងពីទូចតែវាមិនបានត្រឡប់មកដើម្បីស្វែងរកគ្រួសារឬក៏ជួបជុំឪពុកម្ដាយរបស់វានោះទេវាត្រឡប់មកដើម្បីបន្តពូជតែប៉ុណ្ណោះមនុស្សរស់នៅដោយគ្រួសារតែត្រីភាគច្រើនរស់ដោយសភាវគតិរស់រានមានជីវិតនៅក្នុងមហាសាគរដ៏ធំល្វឹងល្វើយមួយនេះទៅវិញសម្រាប់វីដេអូថ្ងៃនេះក៏ឈានដល់ទីបញ្ចប់អរគុណចំពោះការទស្សនាដូចជាការចែករំលែកបន្តជួបគ្នាវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ